បណ្ដាប្រទេសនៅអឺរ៉ុបថ្កោលទោសអ៊ីស្រាអែលចំពោះការវាយលុកយោធានៅតំបន់ហ្គាហ្សាកាន់តែខ្លាំងនៅពេលដែលអ៊ីស្រាអែលបង្កើនយុទ្ធនាការរបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីបបណ្ដាប្រទេសអឺរ៉ុបកាន់តែច្រើនឡើងកំពុងបញ្ចេញមតិរិះគន់យ៉ាងខ្លាំងវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងបានជំរុញឲ្យអឺរ៉ុបពិចារណាឡើងវិញអំពីទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ចរបស់ខ្លួនជាមួយអ៊ីស្រាអែលអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងកាលពីថ្ងៃពុធថាជនជាតិប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ក្នុងរយៈពេល5ថ្ងៃដំបូងនៃប្រតិបត្តិការចុងក្រោយនេះដោយបន្ថែមថាចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនចាប់តាំងពីខែតុលាឆ្នាំ2023បានកើនឡើងដល់ 53,655 នាក់ថ្មីនេះអ៊ីស្រាអែលបានយកព្រមដកការបិទផ្លូវរយៈពេល2ខែនិងអនុញ្ញាតឲ្យមានការផ្តល់ជំនួយសង្គ្រោះមានកម្រិតចូលទៅក្នុងតំបន់អ្នកនាំពាក្យអង្គការសហប្រជាជាតិថារថយន្តជំនួយបន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងហ្គាហ្សាខណៈដែលនីតិវិធីការព្រួយបារម្ភអំពីសុវត្ថិភាពនិងម៉ោងពន្លឺថ្ងៃដែលមានកំណត់សម្រាប់ប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានរារាំងការដឹកជញ្ជូនទំនិញតតាំងគ្នានេះរដ្ឋមន្ត្រីការបរទេសចំនួន17នាក់នៃសហភាពអឺរ៉ុប EU កាលពីថ្ងៃអង្គារបានគាំទ្រសំណើរបស់ហ៊ូឡុងដើម្បីពិនិត្យមើលឡើងវិញនៅកិច្ចព្រមព្រៀងសហគមន៍ EU Intrail បន្ទាប់ពីនោះនឹងពិចារណាការផ្តាច់ទំនាក់ទំនងការទូតឬថ្កោលទោសតាមសកម្មភាពជាក់ស្ដែង